រឿងដើមកំណើតរន្ទះកាលពីព្រេងនាយមានបិសាចមួយឈ្មោះរាមាសូរនិងនាងអារក្សទេវីមួយឈ្មោះមេខលាអ្នកទាំងពីរបាននៅបម្រើមហាឫសីដ៏មានឫទ្ធិម្នាក់ដើម្បីនឹងរៀនវិជ្ជាមន្តអាគមគាថាបិសាចនិងនាងមេខលាបានខំរៀនប្រណាំងប្រជែងគ្នាដើម្បីបំពេញចិត្តគ្រូរៀងខ្លួនហើយអ្នកទាំងពីរប្រកបដោយបញ្ញាវាងវៃក្រៃលែងដូចគ្នាតាបោះក៏ស្រឡាញ់អ្នកទាំងពីរនោះស្មើគ្នាពេលតាបោះបានបង្រៀនសិស្សលោកចប់គ្រប់មុខវិជ្ជាហើយលោកក៏ចង់លបងវិជ្ជាសិស្សមើលថាតើអ្នកណាមួយប៉ិនប្រសពជាងគេទើបលោកនិយាយទៅកាន់សិស្សថាបើអ្នកណាយកកែវមួយមានទឹកសន្សើមពេញមកឲ្យខ្ញុំបាននោះខ្ញុំនឹងធ្វើទឹកនោះឲ្យคล้ายទៅជាកែវមនោរាហើយដោយគុណភាពនៃរតនវត្ថុនោះអ្នកម្ចាស់កែវអាចប្រាថ្នាធ្វើអ្វីឬចង់បានអ្វីចេះតែបានសម្រេចទាំងអស់រាមាសូរក៏យកកែវមួយទៅត្រងទឹកសន្សើមដែលទៅនៅស្លឹកឈើនិងស្មៅផ្សេងវាបានខំព្យាយាមធ្វើដូច្នេះជាច្រើនព្រឹកប៉ុន្តែឥតបានផលល្អសោះចំណែកឯនាងមេខលាដែលជាស្រីគិតវែងឆ្ងាយក៏រើសយកបណ្ដូលឈើមួយយ៉ាងទន់ស្ពោតហើយយកទៅដាក់ផ្ដិតលើទឹកសន្សើមដែលដក់នៅលើស្លឹកឈើនិងនៅលើស្មៅទាល់តែដុំឈើនៅជក់ទឹកពេញទាំងអស់បន្ទាប់មកនាងមេខលាបានយកដុំឈើទៅច្របាច់ទឹកដាក់ក្នុងកែវអាស្រ័យដោយហេតុដូច្នោះនាងក៏រកទឹកសន្សើមដាក់កែវបានពេញហើយក៏យកកែវនោះទៅជូនមហាតាបោះហេតុដូច្នេះបានជានាងអារក្សទេវីត្រូវបានតាបោះសម្គាល់ថាប៉ិនប្រសពជាងបិសាចតាបោះជប់ទឹកសន្សើមនោះឲ្យកើតទៅជាកែវហើយប្រគល់ទៅឲ្យនាងមេខលាដោយប្រាប់ថាកែវនេះមានគុណភាពខ្លាំងណាស់បើអ្នកមានបំណងអ្វីមួយគ្រាន់តែលើកកែវនេះក្រវីឡើងនោះមួយរំពេចសេចក្តីប្រាថ្នារបស់អ្នកនឹងបានសម្រេចភ្លាមមួយទៀតដោយគុណភាពនៃកែវនេះអ្នកអាចហោះកាត់អាកាសកប់ពពកជ្រកអាចជន្លេនទៅកាន់កន្លែងណាក៏បានទាំងអស់នាងអារក្សទេវីក៏ទទួលយកកែវនោះមកលើកក្រវីឡើងលើស្រាប់តែហោះវឹងទៅលើមេឃតម្រង់ទៅមហាសាគរចំណែកឯរាមាសូរអាស្រ័យដោយការព្យាយាមដ៏យូរក៏រកទឹកសន្សើមដាក់បានពេញកែវហើយទៅថ្វាយតាបោះពោលថាចៅឯងយករបស់នេះមកយូរពេកហួសពេលតាត្រូវការឥឡូវតាបានឲ្យរតនវត្ថុនោះទៅនាងមេខលាទៅហើយមន្តអាគមគាថារបស់តាអាចជប់វត្ថុបែបនេះបានតែមួយដងទេពេលបានឮមហាតាបោះថាដូច្នេះរាមាសូរក៏កើតសេចក្តីទោមនស្សពុនប្រមាណហើយក៏ស្រែកយំអណ្ដើកអណ្ដោកយ៉ាងខ្លាំងដើម្បីលួងចិត្តបិសាច
តាបោះក៏ប្រាប់ថាចូលចៅកុំកើតទុកខ្លាំងពេកចាំតាឲ្យពូថៅមួយពូថៅនេះអាចយកទៅឆ្លោះដណ្ដើមយកកែវពីនាងអរិយទេវីមេខលាបាននាងមេខលានោះចូលចិត្តហោះហើរលេងនៅលើអាកាសដើម្បីមុជទឹកភ្លៀងដែលមានភ្លៀងម្ដងចូលអ្នកចោលពូថៅនេះទៅលើវានឹងបោះចោលកែវដ៏មានតម្លៃនោះប៉ុន្តែនៅពេលប្រយុទ្ធគ្នានោះចៅឯងឃើញវាលើកកែវឡើងក្រវីចូលចៅឯងបិទភ្នែកភ្លាមមុននឹងចោលពូថៅទៅលើវាពេលរាមាសូរបានពូថៅមកកាន់នៅនឹងដៃហើយវាក៏ហោះស្វែងរកនាងមេខលាដើម្បីដណ្ដើមកែវមនោរាប៉ុន្តែពេលនាងមេខលាបានឃើញរាមាសូរភ្លាមនាងក៏យល់ឃើញថាបិសាចនេះប្រកាសជាមានបំណងអាក្រក់មកលើនាងពុំខានទើបនាងលើកកែវក្រវីឡើងហោះទៅលើអាកាសវេហាខ្ពស់ក្រៃលែងពេលក្រឡេកឃើញពន្លឺចាំងនៃកែវមរកតមានសិលភ្លាមបិសាចក៏បិទភ្នែកវាចិត្តរួចក្រវែងអាវុធវាទៅអាវុធនោះក៏ហោះយ៉ាងលឿនឮសូរសម្បើមក្រៃលែងប៉ុន្តែឥតត្រូវនាងមេខលាទេចាប់តាំងពីពេលនោះមកទើបនៅពេលមានភ្លៀងផ្គរគេឃើញចាំងពន្លឺកែវហើយឮសូរសំឡេងយ៉ាងខ្លាំងនៃអាវុធនោះអាស្រ័យដោយហេតុនេះបានជាក្នុងភាសាខ្មែរឲ្យឈ្មោះដុំថ្មទាំងឡាយណាដែលមានរាងដូចផ្លែពូថៅឬជាប់កាប់ក្បាលស្រួចឬដោយកំបិតថាកំរន្ទះហើយសន្មតរបស់ទាំងនោះថាជាព្រួញរបស់យក្សបាញ់ទៅលើមេឃធ្លាក់មកដី